ស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីការ download Minecraft free នៅក្នុង computer អញ្ចឹងមុននឹងចូលដល់វីដេអូយើងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយចុច subscribe និង like ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំផលិតវីដេអូថ្មីៗបន្តទៀតអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមចូលទៅកាន់វីដេអូយើងទាំងអស់គ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាបើក computer របស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាចូលទៅកាន់ជ្រុំហើយស៊ើបពាក្យថា T-Launcher ហើយអ្នកទាំងអស់គ្នាចុចយកអាមួយនេះមកបន្ទាប់ពីយើងចូល website ហើយយកពាក្យថា download ហើយយើងយកពាក្យថា T-Launcher for Windows យើងចុចលើវាមួយមកហើយឥឡូវយើង download វាបានជោគជ័យហើយអញ្ចឹងយើងចុចលើវាពីរដងមកពេលចុចហើយវានឹងដំណើរការយើងហើយយើងត្រូវចាំវាបន្តិចដែរតោះមកយើងយកពាក្យថា continue ហើយអ្នកទាំងអស់គ្នាចុចតែខ្ញុំទាំងអស់មកយើងយក continue រហូតដល់អ្នកទាំងអស់គ្នាយកពាក្យថា continue ទៀត continue ឥឡូវនេះយើងបានបង្កើតវាហើយវាកំពុងតែដំណើរការយើងឯងតិចទៀតយើងនឹងបានជា launcher មួយសម្រាប់លេង Minecraft ហើយវីដេអូយើងក៏មានតែប៉ុណ្ណឹងទេអញ្ចឹងនៅពេលដែលយើងកើត T-Launcher ហើយយើងត្រូវការ sign up account នៅក្នុងហ្នឹងទៀតដើម្បីអាចលេង Minecraft បាន